ស្រឡាញ់ខំបំភ្លេចអូនមិនបានវងភ័ក្រក៏យ៉ាងនៅដិតដាមជាប់អារម្មណ៍អូនល្អពេកហើយសង្សារអើយអូនកុំយំបងទេថ្លើមធំក្បត់ចិត្តមុំលេបសំដីពេលអត់ពីរូបបងទៅមានគេនៅថ្នាំងថ្នមថ្លៃចេះថែខ្លួនផងណាស្រីថ្ងៃនេះសូមថាអូនហើយលារហូតសូមជប់មុខអូនចុងក្រោយសន្យាហើយគឺមុនមួយនាទីមិនឲ្យអូនធុញទ្រាន់ទៀតទេកុំឆ្លោះនឹងគេព្រោះបងមិនឲ្យដល់មួយនាទីកុំឆ្លោះគ្នាផ្ញើពាក្យជូនពោផងបើគេធ្វើឲ្យអូនសៅមងគេនឹងមានរឿងធំពិភពគុណមានកម្លាំងអំណាចពីរគ្រប់គ្រងទី1គ្រប់គ្រងដោយសំណាក់ស៊ុនរបស់ស៊ុនអ៊ីប៉ដែលគេហៅថាឡាវប៉អំណាចមួយទៀតគឺបកឥន្ទ្រីហោះ12ដឹកនាំដោយវាងផាន់វាងកម្លាំងទ័ពពីរតែងតែប្រឆាំងគ្នាចែកខណ្ឌសីមាត្រង់ព្រៃសបាយមិនឈ្លានពានគ្នាទៅវិញទៅមកការរកស៊ីរបស់ព្រៃសបាយនៅតែល្អដូចមុនណប៉ុន្មានយំនេះពួកឯងលាបានសប្បាយចិត្តបើចង់ផឹកស្រាយកឲ្យប្រាក់ផឹកស្រាបាទល្អណាស់ចាឲ្យដល់ដៃចាទៅខ្ញុំចាក់អូល្អមែនមកល្អចាតូចខ្ញុំចាក់ធំចាឲ្យដល់ដៃណាសំជើញបាទតំណេជ័យមកទៀតបាទចាឲ្យដល់ដៃអ្នកបងកាវការរកស៊ីល្អដូចធម្មតាសូមស៊ឺឈៀងក្រុមធានាខែយានថ្ងៃនេះគេមានធ្វើដៃល្អឈ្នះប្រាក់ពីយើងបន្តិចទេគេចង់ជឿអ្នកបងទៅលេងមែននេះមកចាំតទៀតលើបាយមេបាយចាទៅបាយហើយអូពុទ្ធកែមិនចាំមើលមើលក្របបាស៊ីកចេញអូមួយក្របមែនតែហ្មងហើយពិតជាប្រកែមែនទេហ្មងហើយខ្ញុំចាញ់ហើយបើខ្ញុំចាញ់ខ្ញុំឲ្យប្រាក់នេះប្រាក់នេះជាប្រាក់50000តម្លឹង50000តម្លឹងផងច្រើនណាស់ហេនេះសម្រាប់លេងយកល្អលោកគ្រាន់តែធ្វើតាមសម្លេងឆ្កែព្រុសទៅបានហើយត្រូវតែរៀនតាមឆ្កែយកស្រាមកជូនលោកម្ចាស់សង្ឃដើម្បីផ្សំបំពង់តលោកព្រុសឆាប់ឡើងហេព្រុសដូចមែនតើហ្មងហើយស្រាស្រីលបាយព្រៃសបាយចង់បានអីគឺមាននឹងប៉ុន្តែស្រីស្រាទ្រព្យលបាយត្រូវតែមានគ្រប់ទាំងអស់តើមែនទេអ្នកទាំងអស់គ្នាជាដង្ហើមរបស់ខ្ញុំឲ្យតែមានដង្ហើមនេះទៅខ្ញុំអាចរស់នៅមានន័យមួយក៏ខ្ញុំគិតច្រើនពេកមិនមែនទេ
តែឡើងប៉ទីទៅអាចចាញ់ចូលកន្លែងនេះដោយសេរីក្រមមេឃនេះគឺមានតែបងទេទៅអាចធ្វើបានយប់នេះមិនទៅវិញទេយ៉ាងមីងត្រូវចេញដំណើរទៅឆ្ងាយហើយមកលាលបងកៅតាលើកនឹងទៅឆ្ងាយប៉ុណ្ណាឡយ៉ាងចិនជីលីគឺជាតួឯកចចគេមានប្រាក់អាចទិញក្រុងឡយ៉ាងបានពាក់កណ្ដាលហើយក៏អាចទិញបានជាងកាងទាំង4និងកងការពារទាំង13នាក់ទុកការពារខ្លួនគេដែរមនុស្សទាំងអស់នេះគឺសំបីតែដេញក៏មិនទៅឆ្ងាយពីគេប្រហែលដែរពួកគេគឺសិតតែមានថ្មីដៃរហ័សរហួនណាដល់ឥឡូវនេះគឺមិនទាន់បានជប់នឹងគូសត្រូវទេយេសៀងបើខ្ញុំសម្រាប់វាមិនបានវានឹងសម្រាប់ខ្ញុំដូច្នេះឯងត្រូវត្រៀមខ្លួនឲ្យបានល្អទៅខ្ញុំដឹងទម្លាប់រស់នៅរបស់ជិញឈៀងលីបរិយាកាសកងការពារអ្នកបម្រើសូម្បីតែសកម្មភាពគេរាល់ថ្ងៃខ្ញុំបានស៊ើបច្បាស់លាស់អស់ទៅហើយឯងបង្រៀនខ្ញុំគិតតកអាជីពម្នាក់គួរធ្វើអ្វីខ្ញុំបានត្រៀមជាមុនរួចទៅហើយស៊ីម៉ងជីវិតបែបនេះធុញទ្រាន់ណាស់មែនទេមិនទាន់ទេអ្វីដែលខ្ញុំជពាក់លបងកាវខ្ញុំត្រូវតែសងអស់ទេខ្ញុំមានវិជាមួយសម្រាប់ខ្លួនខ្ញុំសម្ដីមួយនេះស្ដាប់ទៅដូចជាមានន័យសិហើមកវិញហើយនឹងកិច្ចការនៅសំណាក់ចៅរួចរាល់អស់ហើយតែមែនទេមានកិច្ចការអីដែលខ្ញុំធ្វើហើយមិនបានសម្រេចនោះកញ្ជ្រោះហោះស្អីទៅបានជុំនឹងខ្ញុំសំបីតែមេឃក៏ធ្លាក់ចុះមកបានដែរមិញឯងថាបញ្ជីមួយក្បាលតើបញ្ជីស្អីទៅស្ដាប់តាមសម្ដីរបស់ឯងដូចជាចង់ចាក់ចេញពីបង្កើមែនទេមឹងសិញហ៊ុនឯងជាពាក់បង្កើនោះជីវិតណាគឺមានតែយកជីវិតទៅសងទេវាជារឿងអស់មួយជីវិតគ្មានទីបញ្ចប់ទេឯងមិនខ្លាចខ្ញុំទៅប្រាប់បង្កើទេហ៎សៀហឺប្រហែលឆ្នាំមកនេះឯងតែនិយាយតិចតួចទេឯងត្រូវនិយាយត្រូវរឿងដែលបង្ការគួរតែដឹងនោះបើខ្ញុំមិននិយាយឈប់សិនគិតចង់នៅ UEG វាភ្លឺអ្នកណាមកអ្វីមិនគួរដឹងអ្វីមិនគួរសួរមិនចាំបាច់ស៊ើបទេចាំអូនចាក់តែក្តៅជូនបោះមកពេកថ្ងៃ8កើតខែក្រោយគឺជាថ្ងៃខួបកំណើតរបស់បងគម្រប់អាយុ50ឆ្នាំ
បងនៅសំណាក់សុនបានទីអូនចង់ថាទៅដៃបើកចំហអូនសុខចិត្តគ្រប់គ្រងព្រៃសបាយជំនួសបងប៉ុន្តែអូនកាន់តែសង្ឃឹមថាបានថែទាំបងបំរើបងជារៀងរាល់ថ្ងៃអូនកំពុងស្ដីដណ្ដឹងបងអត់ទេគឺអូនរងចាំបងមកស្ដីដណ្ដឹងអូនឡថ្ងៃនេះទៅចុះបងនឹងឲ្យអូនដឹងអំពីរឿងមួយខាងនោះអេមួយនោះអេមួយនោះហើយណាហើយតោះឲ្យខ្ញុំវិញហោះទេហើយដឹងពីព្រៃសបាយទេព្រៃសបាយគឺនៅចន្លោះទន្លេសេញយៈហើយនឹងផ្លូវហួយណានក្នុងព្រៃស៊ុបទ្រុបមួយម្ចាស់វិទ្យកលកាលឈ្មោះមិនដឹងទេអ្នកណាក៏ហៅគេថាលបងកាដែរអាយុជាង30តែមើលខាងក្រៅត្រឹមតែ20ប៉ុណ្ណោះចេះវិជាគុណតែមិនដឹងតែចេះពីណាទេព្រៃសបាយគឺជាកន្លែងចាយប្រាក់មានលបាយមានស្រាមានស្រីឲ្យតែមានប្រាក់ព្រៃសបាយមានអ្វីទាំងអស់អ្នកខូចអ្នកល្អសូម្បីតែមន្ត្រីក្នុងរាជការក៏សារចេញចូលកន្លែងនោះដែរតែមិនដែលរវល់រឿងពិភពគុណទេលោកម្ចាស់ផ្ដាំថាកុំឲ្យរវល់កន្លែងនោះដូច្នេះខ្ញុំបានយល់តែប៉ុណ្្នឹងឬក៏ចង់ខ្ញុំទៅស៊ើបលម្អិតពីលបងកៅនោះមិនចាំបាច់ទេហើយយល់ថាកូនស្រីរបស់យើងនេះស្អាតដែរទេបានសៀទាពិតជាស្អាតណាស់ច្រើនឆ្នាំនេះយើងចាត់ទុកឲ្យដូចជាកូនបង្កើតរបស់យើងអញ្ចឹងអ្វីដែលសុនទាហើយនឹងសុនជៀនមានឯងក៏មានដែរតើឯងស្រឡាញ់សៀវទាដែរទេបើសិនជាយើងចង់ផ្សំផ្គុំកូនស្រីរបស់យើងឲ្យតែឯងតើឯងយល់ព្រមដែរទេនិយាយទៅមើលសៀទាដូចជាប្អូនខ្ញុំអញ្ចឹងខ្ញុំមិនគួរស្រឡាញ់នាងទេហោះទេហើយដឹងថាហេតុអីបានជាងរំលឹកពីព្រៃសបាយជាមួយឯងទេព្រៃសបាយស្ថិតនៅចន្លោះផ្លូវទឹកផ្លូវគោកចង់មកសំណាក់សុនយើងឬចង់ទៅប៉ាក់ទី12ត្រូវឆ្លងកាត់ទីនោះខ្ញុំតែងគិតថាហេតុអីក៏លោកម្ចាស់ទុកកន្លែងនោះគ្រប់គ្រាន់តែខ្លួនឯងអញ្ចឹងមិនសួរដេញដោលឬមួយឯងមិនចម្លែកទេប៉ាក់ទី12ហើយអ្វីក៏មិនកាន់កាប់ព្រៃសបាយរបស់ខ្លួនឯងខ្ញុំធ្លាប់គិតហើយគិតត្រូវព្រៃសបាយគឺជារបស់យើងនៅពេលដែលវាមិនទាន់ខ្លាយទៅជាព្រៃសបាយកន្លែងនោះគឺជារបស់យើងមិនឲ្យលបងការចូលប្រឡូកក្នុងពិភពគុណវាជាការបិទបាំងល្អបំផុតហើយអត់ទេគួរតែថាវាជាវិធីសាស្ត្រល្អបំផុតទ្រព្យសម្បត្តិព្រៃសបាយឯករាជ្យខ្លួនឯងសំណាក់សុនពីដើមមកគឺមិនដែលមានឧបសគ្គសំបីតែប្រាក់មួយកាក់ក៏ប៉ុន្តែវាគឺតែងតែយកផលប្រយោជន៍មួយចំនួនយកមកប្រគល់ឲ្យយើង
ប៉ុន្តែការចាយប្រចាំថ្ងៃរបស់ព្រៃសបាយមានច្រើនដែរសម្អាងទៅលើអ្នកលេងល្បែងហើយនិងអ្នករស់ស្រីគឺវាមិនគ្រប់គ្រាន់នោះទេយើងគិតថាវាប្រហែលជាមានប្រភពធនធានផ្សេងលោកម្ចាស់យល់ថាលបងកាវប្រើប្រាស់ភាពអំណោយផលនៅកន្លែងនោះរកស៊ីឯកជនតាមមែនទេប្រហែលដែរខ្ញុំនឹងស៊ើបឲ្យបានច្បាស់ថាគេធ្វើកិច្ចការអីខ្លះអត់ទេកុំបង្ខំមិនមែនគេកំពុងធ្វើស្អីទេប៉ុន្តែអ្នកណាជាអ្នកជួយគេបានចង់សម្រាប់ជាងឈៀងលីដំបងត្រូវបំបែកកលឹះសម្ងាត់ទាំង7សិនមុននឹងចូលបន្ទាយជាងឈៀងក្រាបពីជាងកាងទាំង4ដែលលក់ជីវិតសម្រាប់វានោះនៅមានកងការពារ13នាក់ទៀតម្នាក់មិនធម្មតាទេយាយស៊ីងតែសើផៃណែបងកាវបងដូចជាប្រយ័ត្នពេកហើយណាតែនឹកឃើញបងស្រីជួបពួកខ្ញុំនៅពេលបងស្រីងូតទឹកនោះគួរតែនិយាយថាគ្មានណាបានដឹងទេនោះគឺថាព្រៃសបាយអាចមានពួកយើងប្រមាណអ្នកនេះបងធ្លាប់ថាឃាតករដូចជាខ្មោចព្រាយអត់ឈ្មោះអត់តកូលអត់មានមុខហូបបាយថ្ងៃត្រង់ហើយគឺជាពេលដែលមនុស្សខ្ជិលជាទីបំផុតហើយក៏ជាពេលធ្ងន់ស្រាលបំផុតដែរគ្មានណាចង់ធ្វើកិច្ចការអ្វីនៅក្នុងពេលនោះទេបងធ្លាប់បង្រៀនខ្ញុំវាដូចជាយកកំបិតមកឆ្លាក់នៅក្នុងខួរក្បាលខ្ញុំអញ្ចឹងខ្ញុំដាច់ខាតមិនភ្លេចទេសេហាតើពេលណាកំបិតគ្មានសមររបស់ឯងវាអាចមុតដោយសម្ដីរបស់ឯងនោះដល់ពេលនោះបងកាយមិនចាំបាច់ព្រួយបារម្ភទៀតទេកំបិតគ្មានសមររបស់ខ្ញុំប្រកាសជាលឿនជាងដែររបស់មឹងស៊ីហ៊ុនបងកាយបងឲ្យសៀមមឹងទៅធ្វើអីទៅចិត្តកន្លះខែទៅហើយត្រូវការខ្ញុំទៅជួយគេបន្តិចទេកុំឲ្យតែសៀមមឹងជួយរៀបចំឲ្យឯងតាមក្រោយទៅបានហើយយាយស៊ីងសេហាតើឲ្យអ្នកដតីជួយរៀបចំគេតាមក្រោយពីពេលណាមកសៀមម៉ាំងខណៈនេះគួរតែចាត់ការបានហើយពីកងការពារដែលមិនឃ្លាតឆ្ងាយពីគេជីងឈៀងលីគេតែងតែពាក់អាវក្រោះមាសការពារខ្លួននៅសល់តែបំពង់កទេឯងចាំបាច់ត្រូវតែមួយដៃចាក់ឲ្យចំបំពង់កគេដាច់ខាតកុំឲ្យឆ្លោះឆ្លួយអសោះព្រោះអីឯងមានឱកាសតែម្ដងគត់ខុសទេសម្រាប់ខ្ញុំឲ្យពួកឯងសម្រាប់ហេតុអីបងស្រីមានបញ្ហាពួកខ្ញុំត្រូវគេដឹងហ៎សម្រាប់យកប៉ុណ្ណាទៅយេសៀងមិនក៏ឯងសួរអញ្ចឹងសមត្ថភាពបងកាវសំខាន់ជាងអាយុជីវិតពួកយើងទៅទៀតពួកយើងសម្រាប់យកប៉ុណ្ណាព្រៃសបាយប្រហែលជាមានការផ្លាស់ប្ដូរខ្លះពួកឯងប៉ុន្មានអ្នក
ប្រហែលជាអាចមានឈ្មោះមានត្រកូលមានមុខមានមាត់ បងកៅបងបាននិយាយថាពួកយើងជាព្រលឹងខ្មោចដាច់ខាតមិនអាចជួបពលឺថ្ងៃទេ ប៉ិតមែនតែវាយូរបន្តិចប៉ុន្តែយ៉ាងណាក៏អាចទៅចាប់ជាតិជាថ្មីដែរព្រលឹងខ្មោចក៏អាចទៅចាប់ជាតិជាមនុស្សដែរតែ តើរហូតដល់ពេលណាទៅបងនិយាយទៅមើល ថ្ងៃ 8 កើតថ្ងៃ 8 កើតខែក្រោយ chơi nhỏ ở con sầm chơi cho sầm chơi sầm chơi អមមកជើចូលក្នុងហ្នឹង ចាចា សូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត